ខ្ញុំមករដូវអត់ទៀងពិបាកមានកូនណាមានដំណោះស្រាយដែរអត់បងប្អូនស្ត្រីយើងដឹងឯងបញ្ហារដូវអត់ទៀងរាំងរដូវបាត់រដូវបែបនេះគឺខ្ញុំជួបច្រើនមែនតើជួបស្ទើរតែរាល់ថ្ងៃស្ទើរតែគ្រប់វ័យទាំងអស់ឲ្យតែគាត់ចាប់ផ្ដើមមករដូវហើយក៏មានសំណួរជាច្រើនសួរថាវាមកពីមូលហេតុអ្វីតែខ្ញុំចង់ចែករំលែកបន្តិចដោយសារបងស្រីប្រាប់ថាគាត់ពិបាកមានកូនមែននៅពេលដែលគាត់មករដូវអត់ទៀងប៉ុន្តែបងប្អូនមនុស្សស្រីយើងប៉ះពាល់ខ្លាំងនៅពេលដែលយើងមករដូវអត់ទៀងគឺធ្វើឲ្យយើងពិបាកមានកូនដោយសារតែមេជីវិតកូវីដធ្លាក់ល្អល្អដែរប៉ុន្តែករណីកម្រមួយចំនួនស្ត្រីខ្លះបើសិនជាគាត់មករដូវអត់ទៀងហើយគឺគាត់នៅតែអាចមានកូនដូចគ្នាតែសំណួរសួរថាយើងគួរតែបដ ாய் ទុកបញ្ហានឹងដល់ពេលណាទៀតព្រោះបើយើងនិយាយពីការមករដូវអត់ទៀងរាំងរដូវបាត់រដូវឈាមរដូវមកតិចនេះគឺវាប៉ះពាល់ច្រើនប៉ះពាល់សុខភាពស្បូនប៉ះពាល់បំរែបំរួលអរម៉ូនប៉ះពាល់ដល់កត្តារាងកាយស្ត្រីមករដូវអត់ទៀងបាត់រដូវភាគច្រើនមកឡើងមុនស្បែកស្ងួតស្អាតអាសាក្តៅក្នុងជ្រុះសក់ស្វាងភ្នែកជាពិសេសអារម្មណ៍តបប្រមប្រែប្រួល stress តាមហើយអ្វីដែលកាន់តែសំខាន់នោះគឺបញ្ហាដុំសាច់ដុំគីសនៅក្នុងស្បូនបញ្ហារដូវមកអត់ទៀងនេះគឺលេខ1តែម្ដងធ្វើឲ្យអរម៉ូនយើងប្រែប្រួលកើតបញ្ហាដុំសាច់ដុំគីសពងមេជីវិតញីច្រើននៅដៃស្បូនគឺជួបច្រើនមែនទែនជាពិសេសគឺប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ស្ត្រីអ្នកខ្លះអត់សូវញ៉ាំអីសោះឡើងគីឡូសើតអ្នកខ្លះស្គមរីងរៃអ្នកខ្លះក្តៅក្នុងស្បែកស្ងួតស្អាតមិនមានសំណើមបាត់បង់ចំណងផ្លូវភេទពិបាកមានកូនដូច្នេះបើបងប្អូនជួបបញ្ហាទាំងអស់នឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនព្យាបាលកុំរំលងកុំទុកបញ្ហាហើយបើបងប្អូនចង់បានដំណោះស្រាយវិធីព្យាបាលដោយរបៀបណាអាចតាក់ទងដេរេកមកខ្ញុំផ្ទាល់បានខ្ញុំនឹងចែករំលែកប្រឹក្សាជូនបងប្អូនដែលអត់គិតថ្លៃតើមានវិធីបង្ការទប់ស្កាត់កុំឲ្យយើងកើតមានជំងឺសេមន់ដែរអត់វិធីបង្ការគឺមានបងប្អូនចំណុចទី1បងប្អូនគួរតែចាក់វ៉ាក់សាំងការពារពពួកជំងឺកាមរោគទាំងអស់ហ្នឹងចាអញ្ចឹងការចាក់វ៉ាក់សាំងការពារនេះបងប្អូនអាចអញ្ជើញទៅខាងសុភពស្ត្រីឬក៏មន្ទីរពេទ្យផ្នែកស្ត្រីបានចំណុចទី2គឺកុំមានដៃគូរួមភេទច្រើននិងរួមភេទដោយប្រើប្រាស់ស្រោមការពារបានត្រឹមត្រូវបើករណីបងប្អូនមិនទុកចិត្តដៃគូព្រោះជំងឺសេមន់នេះបច្ចុប្បន្នឆ្លងលឿនបំផុតមកពីការរួមភេទអ្នកដែលមានដៃគូច្រើននឹងឯងនៃកត្តាឆ្លងលឿនណាប៉ុន្តែវាមានកត្តាបង្កឲ្យយើងឆ្លងជំងឺសេមន់នោះវាមានផ្សេងទៀតគ្រាន់ថាកត្តាដែលឆ្លងលឿនហើយឥឡូវនេះកើតច្រើនជាងគេហ្នឹងគឺតាមរយៈការរួមភេទនឹងឯងហើយទី3ព្យាយាមថែរក្សាប្រព័ន្ធរាងកាយយើងឲ្យបានល្អថែសុខភាពយើងឲ្យបានល្អគេសម្រាប់ហាត់ប្រាណញ៉ាំឲ្យបានគ្រប់គ្រាន់ព្រោះបើសិនជាយើងប្រព័ន្ធការពារល្អយើងចាក់វ៉ាក់សាំងការពារយើងចេះអនាម័យយើងប្រើស្រោមត្រឹមត្រូវពេលនៅជាមួយដៃគូនោះយើងអត់ងាយកើតជំងឺសេមន់